បាទពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលបន្ទប់ជួលមួយកន្លែងដែលមានទីតាំងនៅខាងស្រុកកងពិសីខាងកំពង់ស្ពឺដែលគាត់ធ្វើបន្ទប់ជួលមានទំហំ4ម៉ែត្រគុណនឹង4ម៉ែត្រកម្ពស់3ម៉ែត្រហើយមាន6បន្ទប់គាត់យកឥដ្ឋបឋានធ្វើទាំងអស់តែម្ដងហើយសម្រាប់បន្ទប់ជួលនេះគឺគាត់ធ្វើចិត្តរួចហើយគាត់ធ្វើបានខ្ទង់80ទៅ90%ហើយឥឡូវមកដល់ដំណាក់កាលអឺ បិទការ៉ូបាតហើយនឹងដល់ដំណាក់កាលដែលយើងត្រូវបៀករងហើយនឹងលាបថ្នាំហើយនេះគឺគាត់ចាក់សាបសម្រាប់ផ្លូវដើរនៅក្នុងចំហៀងបន្ទប់ហ្នឹងហើយសម្រាប់បើយើងក៏លេខមកមើលនៅក្នុងបន្ទប់ជួលនេះវិញគឺមានភាពទលាយហើយមានបន្ទប់ទឹកមួយហើយនឹងកន្លែងផ្ទះបាយមួយហើយមើលទៅគឺវាមានភាពស្រស់ស្អាតសម្រាប់បងប្អូនដែលត្រូវការជួលបន្ទប់អីគឺអាចជួលបាននៅខាងស្រុកកងវិស័យខាងកំពង់ស្ពឺគឺស្អាតមែនទែនហើយបងប្អូនមានតម្រូវការធ្វើបន្ទប់ជួលពីឥដ្ឋបឋានអាចទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទនិង Telegram ខាងលើបានបាទសូមអរគុណសូមជម្រាបលា